នៅពេលដែលពន្លឺដំបូងនៃថ្ងៃថ្មីចាប់ផ្ដើមជះមកលើដែនដីមួយនេះពេលវេលាហាក់ដូចជាដើរយឺតជាងមុននេះជាខេត្តកំពតសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មី Cambodia Destination ថ្ងៃនេះនាំអ្នកទាំងអស់គ្នាមកកាន់ទឹកដីខេត្តកំពតយើងនឹងដើរ explore មួយយប់មួយថ្ងៃតើយើងនឹងទៅលេងកន្លែងណាខ្លះចាំមើលទាំងអស់គ្នាបងប្អូន When we were younger, we were never running out of time. As long as we had each other, oh, everything was black and white. When we were younger. ខេត្តកំពតគឺជាខេត្តដ៏ចំណាស់មួយដែលលាក់ខ្លួនយ៉ាងសុភាពរាបសារចន្លោះជួរភ្នំទឹកសមុទ្រគឺជាគោលដៅដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជាគ្រាន់តែឈានជើងចូលដល់ទឹកដីខេត្តកំពតភ្លាមមានអារម្មណ៍ថាភាពនឿយហត់ពីការងារមួយសប្តាហ៍ហាក់ដូចជាត្រូវបានរលាយបាត់ទាំងអស់តែម្ដងនៅក្នុងខេត្តពេលព្រឹកឡើងយើងអាចដើរមើលទីក្រុងញ៉ាំកាហ្វេញ៉ាំគុយទាវបែប slow life មកកំងកាហ្វេកាពូឈីណូមួយអត់ស្ករអ្នកទាំងអស់គ្នាបន្ទាប់ពីយើងញ៉ាំកាហ្វេហើយខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកន្លែងដែលគួរឲ្យចាប់អារម្មណ៍មួយចំនួននៅក្នុងខេត្តកំពតចាំមើលទាំងអស់គ្នាបងប្អូន When we were younger, we were never running out of time. ឥឡូវនេះមកមិនដែលខ្លួនលើដងប្រែកពេលល្ងាចដែលមេឃចាប់ផ្ដើមបដូរពណ៌ពីលឿងទុំម៉ោងនឹងហើយដែលខួរក្បាលយើងឈប់គិតរឿងការងារឈប់គិតរឿងស្មុគស្មាញហើយមកគយគន់ជាមួយនឹងពន្លឺព្រះអាទិត្យរៀបលេចដ៏ស្រទន់វាជាទិដ្ឋភាពដ៏ស្រស់បំព្រងកើតចេញពីភាពសាមញ្ញតាមដងប្រែកខេត្តកំពត When we were younger, we were never running out of time. As long as we had each other, oh, everything was black and white. When we were younger. ពីបរិយាកាសដងប្រែកដ៏សែនមនោរម្យយើងនាំអ្នកទាំងអស់គ្នាទៅកាន់អាណាចក្រអាប់វិញម្ដងភ្នំបូកគោគឺជាកន្លែងផែនដីនិងមេឃជួបគ្នានៅលើកំពូលភ្នំដ៏ត្រជាក់ស្រេបនេះអគារបុរាណដែលឈរជើងរាប់ទសវត្សរ៍ហាក់បីដូចជាកំពុងខ្សឹបប្រាប់យើងអំពីរឿងរ៉ាវអាកំបាំងនៃពេលវេលាភាពត្រជាក់នៃខ្យល់អាប់ក្រាស់បោកមកប៉ះមុខរបស់យើងធ្វើឲ្យយើងមានអារម្មណ៍ថាស្ងប់ត្រជាក់ស្រួលខ្លួននិងយល់ពីភាពអស្ចារ្យនៃធម្មជាតិអ្នកណាខ្លះចូលចិត្តគ្រឿងសមុទ្រស្រស់ៗសូមស្វាគមន៍មកកាន់ផែកំពង់កណ្ដាលទីនេះជាផែលក់គ្រឿងសមុទ្រដែលលើកពីសមុទ្រមកថ្មីហើយក៏ជាកន្លែងដែលក្តាមបង្គាមឹកស្រស់មកជួបជុំគ្នាផងដែរម៉ោង4ទៀបភ្លឺនៅផែកំពង់កណ្ដាលម៉ោងនេះគឺជាម៉ោងដែលមមាញឹកខ្លាំងសំឡេងអ្នកស្រុកជជែកគ្នាស្នាមញញឹមរបស់អ្នកនេសាទមកទីនេះ
យើងនឹងបានគ្រឿងសមុទ្រល្អតម្លៃធូរថ្លៃធានាថាត្រូវចិត្តបងប្អូនទិញនៅទីនេះគឺបានតម្លៃដើមតែម្ដងរសជាតិដែលស្រស់ពីសមុទ្រពិតប្រាកដវាមិនមែនគ្រាន់តែឆ្ងាញ់ប៉ុណ្ណោះទេតែវាជាក្តីសុខនិងភាពស្រស់បំព្រងបែបសាមញ្ញពីអ្នកកំពតអញ្ចឹងបងប្អូនដែលមកលេងកំពតហើយចង់ដឹងថាគ្រឿងសមុទ្រស្រស់ពិតប្រាកដមែនអត់កុំភ្លេចឈៀងចូលផែកំពង់កណ្ដាលគោលដៅទេសចរបន្ទាប់ខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅសហគមន៍អេកូទេសចរកំពង់សាមគ្គីដែលជាគោលដៅទេសចរបែបធម្មជាតិនិងកែច្នៃទាក់ទាញមួយដែលស្ថិតនៅក្នុងឃុំកូនស័ក្តិស្រុកទឹកឈូខេត្តកំពតដែលមិនឆ្ងាយប៉ុន្មានពីទីរួមខេត្តឡើយនៅសហគមន៍នេះបងប្អូនអាចជិះទូកតាមដងប្រែកដែលអមដោយដើមកោងកាងខៀវស្រងាត់ដែលធម្មជាតិបង្កើតមកសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់គេចពីភាពអ៊ូអរនៅក្នុងទីក្រុងហើយចង់មកស្និទ្ធស្នាលជាមួយនឹងធម្មជាតិពិតសហគមន៍មួយនេះមិនត្រឹមតែជាកន្លែងកម្សាន្តប៉ុណ្ណោះទេប៉ុន្តែគឺជាគំរូនៃទេសចរណ៍ផ្សារភ្ជាប់ជាមួយនឹងការអភិរក្សនិងការការពារព្រៃកោងកាងប្រព័ន្ធអេកូឡូស៊ីនៅក្នុងតំបន់នេះកុំបារម្ភធម្មជាតិមិនដែលសួរនាំរឿងផ្ទាល់ខ្លួនរបស់យើងទេតែវាជាកន្លែងមួយសម្រាប់ផ្ដល់ថាមពលដល់យើងនៅពេលដែលយើងត្រូវការវា When we were younger, we were never running out of time. As long as we had each other, oh, everything was black and white. When we were younger. ក្នុងវីដេអូនេះប្រហែលជាយើងមិនអាចបង្ហាញពីទេសភាពស្អាតកន្លែងដើរលេងល្អទាំងអស់នៅខេត្តកំពតនោះទេខេត្តកំពតមិនត្រឹមតែជាកន្លែងមួយដែលព្យាបាលភាពហត់នឿយរបស់យើងតែថែមទាំងផ្ដល់នូវក្តីសុខផ្លូវចិត្តយ៉ាងជ្រាលជ្រៅថែមទៀតផងកំពតមានទាំងទេសភាពស្ងប់ស្ងាត់មានទាំងភាពរស់រវើកហើយអ្វីដែលសំខាន់គឺវាបានផ្ដល់ថាមពលវិជ្ជមានឲ្យយើងត្រឡប់ទៅប្រយុទ្ធជាមួយនឹងជីវិតបន្តទៅមុខទៀតអរគុណច្រើនអ្នកទាំងអស់គ្នាដែលបានទស្សនាគោលដៅទេសចរនៅខេត្តកំពតសូមកុំភ្លេចចុច Like Share Subscribe Channel YouTube Cambodia Destination ដើម្បីទទួលបានគោលដៅទេសចរផ្សងព្រេងបន្តទៀតអរគុណច្រើនជម្រាបលា When we were younger, we were never running out of time. As long as we had each other, oh, everything was black and white. When we were young